ការទាញយកប្រយោជន៍អំពីអនុសម្បញ្ញៈរបស់អ្នកវិទ្យាសាស្ត្រមេរៀនទី47បងប្អូនចង់ជ្រាបច្បាស់ចាតាមដានវីដេអូនេះឲ្យដល់ចប់បងមានអ្នកវិទ្យាសាស្ត្រជាច្រើនដឹងអំពីភាពសំខាន់ពិតប្រាកដរបស់អនុសម្បញ្ញៈសូម្បីតែលោក Edison Marconi Einstein និងអ្នកដទៃផ្សេងទៀតជាច្រើនសុទ្ធតែបានទាញយកប្រយោជន៍អំពីអនុសម្បញ្ញៈទាំងអស់វាធ្វើឲ្យពួកគេឆ្វេងយល់បានយ៉ាងជ្រាលជ្រៅនិងដឹងអំពីវិធីដែលអាចទទួលជោគជ័យដ៏អស្ចារ្យទាំងក្នុងវិស័យវិទ្យាសាស្ត្រនិងឧស្សាហកម្មតាមរយៈការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញថាអនុសម្បញ្ញៈជាកត្តាកំណត់ជោគជ័យរបស់អ្នកវិទ្យាសាស្ត្រឆ្នើមព្រមទាំងអ្នកដែលធ្វើការផ្នែកវិភាគស្រាវជ្រាវទាំងអស់រឿងរ៉ាវរបស់ Friedrich von Stradonitz អ្នកគីមីវិទ្យាដ៏ល្បាញល្បីបានប្រើអនុសម្បញ្ញៈរបស់គេក្នុងការដោះស្រាយបញ្ហាគេធ្វើយ៉ាងធ្ងន់អស់កាលជាយូរដោយព្យាយាមផ្សំកាបូនជាមួយនឹងអ៊ីដ្រូសែនមួយមុខ6អាតូមនៃរូបមន្តផ្សេង Binfin មួយថ្មីតែគេតែងតែជួបនឹងភាពផ្ទាល់ច្រកជានិច្ចมันអាចធ្វើបានសម្រេចដោយភាពហត់នឿយនិងការអស់កម្លាំងបានប្រគល់គោលដៅនេះទៅឲ្យអនុសម្បញ្ញៈមិនយូរប៉ុន្មានខណៈពេលកំពុងអង្គុយនៅលើឡានក្រុងនាក្រុងឡុងអនុសម្បញ្ញៈក៏បង្ហាញសញ្ញាផ្លែតឆ្លងកាត់អំពីសម្បញ្ញៈជារូបភាពពស់មួយកំពុងដេញខាងកន្ទុយខ្លួនឯងវិលជារង្វង់នេះហើយជាចម្លើយដែលអនុសម្បញ្ញៈជាអ្នកដោះស្រាយនិងជាចម្លើយដែលគេស្វែងរកមកជាយូរក្នុងកំណត់វដ្តចលនារបស់អាតូមដែលមានការទទួលស្គាល់នៅក្នុងនាម Bunsen រឹងវិធីបង្កើតវត្ថុច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្រល្បីៗ Nikola Tesla អ្នកវិទ្យាសាស្ត្រផ្នែកអេឡិចត្រូនិកដ៏ឆ្នើមដែលធ្វើមានការផ្លាស់ប្ដូរយ៉ាងធំធេងដ៏អស្ចារ្យនៅពេលគំនិតច្នៃប្រឌិតថ្មីផុសឡើងក្នុងចិត្តគេក៏បង្កើតរូបអារម្មណ៍ឡើងព្រោះគេដឹងច្បាស់ថាអនុសម្បញ្ញៈរបស់ខ្លួននឹងបន្តធ្វើការនេះបង្ហាញអំពីប្រការចាំបាច់សម្រាប់ផលិតវត្ថុច្នៃប្រឌិតនោះដោយការធ្វើចិត្តឲ្យមានសមាធិអ្វីគ្រប់យ៉ាងក៏អាចប្រព្រឹត្តទៅបានគេមិនបាច់ខាតពេលនៅក្នុងការកែតម្រូវចំណុចខ្វះខាតអំពីផលិតផលដ៏ល្អដែលចម្រាញ់ចេញមកពីចិត្តនោះទេគេប្រាប់ថាការងារច្នៃប្រឌិតរបស់ខ្ញុំកើតបានមកពីរូបភាពនៅក្នុងចិត្តដែលផុសចេញពីដំបូងជានិច្ចក្នុងរយៈពេលជាង20ឆ្នាំនេះគ្មានវត្ថុច្នៃប្រឌិតថ្មីណាដែលសម្រេចចេញមកដោយវិធីដទៃផ្សេងឡើយវិធីដោះស្រាយបញ្ហារបស់អ្នកធម្មជាតិវិទ្យាល្បីសាស្ត្រាចារ្យ Swiss Agassiz ធម្មជាតិវិទូសញ្ជាតិអាមេរិកបានរកឃើញអំពីការធ្វើការមិនចេះហត់នឿយនៃអនុសម្បញ្ញៈរបស់ខ្លួនក្នុងខណៈពេលដេកលក់សេចក្តីខាងក្រោមនេះដកស្រង់ចេញអំពីជីវប្រវត្តិរបស់គេដែលសរសេរដោយភរិយារបស់គេគាត់ព្យាយាមអស់ពីអតីតដើម្បីគិតឲ្យឃើញថាតើ fossil របស់ត្រីដែលកប់នៅក្នុងដុំថ្មនេះមានរូបរាងដូចម្ដេចតែនៅតែងងឹតឈឹងហើយថែមទាំងហត់នឿយនិងស្មុគស្មាញបំផុតគាត់ក៏ផ្អាកការងារជាបណ្ដោះអាសន្នព្រមទាំងព្យាយាមជំរះវាចេញឲ្យអស់អំពីគំនិតក្រោយពីនេះបន្តិចគាត់ក៏ភ្ញាក់កណ្ដាលអាត្រៀតក្នុងរាត្រីមួយប្រកបដោយជំនឿថាខ្លួនបានឃើញផ្នែករបស់ត្រីដែលកប់នៅក្នុងថ្មនោះយ៉ាងច្បាស់តែនៅពេលព្យាយាមគិតឲ្យឃើញថាវាមានរូបរាងដូចម្ដេចរូបនោះក៏រលាយបាត់ទៅវិញប៉ុន្តែគាត់ប្រញាប់រូតរស់ពីព្រលឹមទៅកាន់សួនដំណាំដើម្បីយកដុំថ្មនោះយកមកពិនិត្យសារជាថ្មីដោយរំពឹងថាវាអាចជួយឲ្យគាត់នឹកឃើញរូបភាពបានខ្លះតែអ្វីនៅតែងងឹតឈឹងដូចពីមុនយកបន្ទាប់មកគាត់ឃើញរូបត្រីនោះម្ដងទៀតនៅតែគ្មានលទ្ធផលអ្វីគួរឲ្យពេញចិត្តជាដដែលនៅពេលភ្ញាក់ឡើងរូបភាពនោះក៏រលាយបាត់ពីការចងចាំរបស់គាត់វិញនឹងដោយរំពឹងថាបទពិសោធន៍ដូចនេះនឹងកើតឡើងម្ដងទៀតទើបយប់ទី3គាត់ត្រៀមក្រដាស់និងខ្មៅដៃទុកក្បែរគ្រែមុនចូលគេអ្វីគ្រប់យ៉ាងប្រព្រឹត្តទៅដោយតាមការរំពឹងនៅពេលទៀបភ្លឺត្រីមួយនោះក៏លេចឡើងនៅក្នុងសុបិនរបស់គាត់ពីដំបូងវាមានរូបរាងព្រាលតែទីបំផុតក៏កាន់តែច្បាស់ឡើងរហូតដល់គាត់អស់ចម្ងល់អំពីរូបសាស្ត្ររបស់វាខណៈពេលពាក់កណ្ដាលភ្ញាក់ក្នុងរាត្រីដ៏ងងឹតនោះគាត់បានគូសព្រៀងទ្រង់ទ្រាយរបស់ត្រីនៅក្នុងក្រដាស់ដែលបានព្រាមទុកលុះព្រឹកឡើងគាត់នឹកឆ្ងល់ជាខ្លាំងដែលបានឃើញរូបគំនូព្រាងដែលខ្លួនបានគូសពីយប់ព្រមទាំងគិតថាมันអាចទៅរួចទេ fossil បង្ហាញខ្លួនចេញមកដោយឯងដូច្នេះគាត់ក៏ប្រញាប់ប្រញាល់ទៅសួនដំណាំនិងដោយការណែនាំផ្លូវអំពីរូបគំនូនោះគាត់ក៏ទទួលជោគជ័យនៅក្នុងការវាយបំបែកថ្មដោយគ្របអំពីលើ fossil ចេញលុះកិច្ចការចាប់រួចហើយ fossil ដែលបង្ហាញនៅចំពោះមុខគាត់នោះដូចគ្នាបេះបិទទៅនឹងរូបនៅក្នុងសុបិនដែលគាត់គូព្រៀងគ្មានខុសបន្តិចឡើយញ៉ាំតាំងធ្វើឲ្យសុខភាពល្អញ៉ាំកាវីកាហ្វេរាល់ថ្ងៃធ្វើឲ្យអារម្មណ៍ស្រស់ស្រាយរាងកាយមានថាមពលបង្កើនថាមពលក្តោបអ្វីដែលកាន់តែពិសេសចាវីកាហ្វេសម្រាប់មនុស្សទូទៅហើយក៏សម្រាប់អ្នកជំងឺទឹកនោមផ្អែមលើឈាមផងដែរវីកាហ្វេមាននីតិចាប់បញ្ចុះខ្លាញ់អាក្រក់គ្រប់គ្រងជាតិស្ករជួយគ្រប់គ្រងសម្ពាធឈាមឲ្យប្រព័ន្ធឈាមរត់បានល្អក្នុងវីដេអូនេះហើយកុំរាចិត្តបងណាមិនទាន់បានពិសាវីកាហ្វេទាំងអស់គ្នាមកពិសាទាំងអស់គ្នាបងប្អូនដើម្បីថាមពលរាងកាយដើម្បីសុខភាពស័ក្តិសមបំផុតសម្រាប់បងដែលមានជំងឺលើសជាតិខ្លាញ់លើសជាតិស្ករលើសជាតិស៊ីតបងជ្រើសមកញ៉ាំចាវីកាហ្វេជាមួយនឹង V-Alpha ក្របបងព្រោះវីកាហ្វេនេះចាផ្សំឡើងពីរុក្ខឱសថខ្ញីខ្មៅក្របកាហ្វេ Arabica Fresh សម្បកមង្ឃុតហើយនឹងជាតិផ្អែម Nano ផ្សំឡើងពីអំពៅខ្មៅមិនធ្វើឲ្យប៉ះពាល់អ្នកជំងឺទឹកនោមផ្អែមទេពិសាបានដោយសប្បាយចិត្តសម្រាប់ព័ត៌មានលម្អិតបងអាចលាក់លេខទូរស័ព្ទខ្សែឬក៏ឆាតចូល page ខាងប្អូនប្រឹក្សាជូនឲ្យបងពិសាកាន់តែមានគុណភាពប្រសិទ្ធភាពអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ